គ្រូថ្ងៃនេះខ្ញុំមកធ្វើកិច្ចការទី2គឺ prepare midterm លំហាត់ទី2ដោយទី1គឺយើងធ្វើការ create ទៅលើ group developer UX UI និង DevOps នៅកន្លែងនេះយើងប្រើ command sudo group add ហើយនឹងឈ្មោះ group ដែលយើងចង់ដាក់ developer ហើយយើងចុច add ចុច enter ទៅយើងនឹង add ហើយយើងនឹង add group មួយទៀតគឺ sudo group add UX UI យើងនឹង enter មួយទៀត sudo group add DevOps កន្លែងនេះគឺយើងបាន add group គ្រប់អស់ហើយទាំង 3 group ដែលយើងបាន add ដោយយើងធ្វើការឆែកទៅលើ group ដែលយើងបាន add ចូលដែរទេគឺយើងប្រើលើ command sudo cat etc និង /group ដូចជាខ្ញុំខក command កន្លែងនេះហើយនេះយើងបាន add 3 group នៅខាងក្រោមបានចូលតបមកយើងធ្វើទៅលើកិច្ចការទី2គឺ delete group ដែលយើងបាន add មុនហ្នឹងហើយនឹង show it make it group worth delete or not អញ្ចឹងយើងប្រើទៅលើ command sudo យើង clear ឲ្យងាយស្រួលមើលយើងប្រើទៅលើ command sudo groupដែលហ្នឹងមានន័យថា delete គឺយើងប្រើទៅលើឈ្មោះដែលហើយនឹងដាក់ group developer ហើយយើង enter ហើយយើង sudo វាថាវាបាត់ឬទេគ្រប់ហ្នឹងគឺយើង sudo grep យើងដាក់sudo grep យើង group ឈ្មោះ group developer ហើយយើងដកគ្នាគឺ /etc /group យើង enter មានន័យថាបើសិនជាអត់ចេញទេមានថាវាបាត់អញ្ចឹងយើងចាប់តាម add delete group មួយទៀតគឺ group UX UI តមកយើង enter ហើយយើងបាន add ហើយយើងគឺធ្វើការលុបវាម្ដងទៀតគឺ sudo grep ឈ្មោះ group UX UI /etc /group យើង enter អញ្ចឹងមានថាកន្លែងនេះគឺវាបានបាត់តដែរយើងនឹង add ទៅលើ group មួយទៀតគឺ group យើងនឹង delete មួយទៀតទៅលើ group develop គឺ sudo group del ហើយ DevOps យើង enter យើងនឹង show វាតើយើងបានលុបដែរទេគឺ sudo grep ដកគ្នាយើងប្រើ develop etc /group យើង enter មានថាកន្លែងនេះវាបានយើងបានលុបបាត់ហើយដោយទី3យើងធ្វើទៅលើការ create back និង list it ម្ដងទៀតដោយយើងប្រើទៅលើ command sudo ដដែលគឺទៅលើ group add ដូចដើមដោយយើងដាក់ឈ្មោះ group ដែលយើងចង់ add ឡើងវិញ developer យើង enter យើង add group ផ្សេងទៀតដូចជាមាន group UX UI ថែម UX UI យើង enter sudo ទៀតយើង group add DevOps enter ចូលយើងបាន add 3 group ចូលហើយគឺយើងចាប់ផ្ដើម show វាម្ដងទៀតថាវាបានចូលឬទេបាទ sudo cat ដកគ្នា /etc /group យើង enter យើងបាន add វាចូលដូចដើមដូចដែលលំហាត់ទី1ដែលយើងបានធ្វើមុនហ្នឹងសម្រាប់លំហាត់ទី4គឺយើងធ្វើទៅលើការ create file ទាំងអស់នេះចូលទៅក្នុង
button này vào trongវិញគឺដែលយើងប្រើទៅលើ command torch យើងប្រើទៅលើ command torch ឈ្មោះក្រុមគឺ developer យើងប្រើទៅឈ្មោះ developer ហើយនឹងមាន flash profile hello ហើយនៅដល់យើងវាយទៅលើពាក្យ process ហើយយើងដាក់ txt ហើយយើងដកគ្នាយើងដាក់ឈ្មោះក្រុមមួយទៀត ux ui process .txt ហើយយើងដកគ្នា develop ហើយ flash process .txt យើង enter តមកយើងបាន add ទៅលើ command ទី 4 ហើយលំហាត់ទី 4 ហើយដែលយើងចូលទៅលំហាត់ទី 5 គឺ list as long text ដែលយើងប្រើទៅលើ command l ls l ដែលយើង enter នេះគឺជាឈ្មោះក្រុមដែលយើងបាន add បន្ថែមមុនហ្នឹងគឺជា text ដោយយើងចូលទៅលំហាត់ទី 6 គឺ change file permission to 755 for all text ដែលយើងទៅលើ command cm xcom d យើងដាក់លេខ750ជាមួយនឹងប្រើទៅលើ develop developer តោះមកយើងដាក់ឈ្មោះ file យើងគឺឈ្មោះ profile.txt ហើយយើងដកគ្នា ux ui .process.txt យើងដកគ្នា develop process.txt ហើយយើងធ្វើការ enter វានឹងចូលបន្ទាប់មកទី 7 សម្រាប់ទី 7 គឺយើងធ្វើការ list ទៅលើទី 6 វិញហើយយើងប្រើទៅលើ command ls .la នេះគឺជាការដែលយើងបាន add មុនហ្នឹងតើន័យដែលយើងបាន add ទៅលើការធ្វើទៅលើលំហាត់ទី 6 ដោយចំណុចទី 8 គឺយើងធ្វើការទៅលើក្រុម developer និង UX UI ដើម្បីកុំឲ្យ access ទៅលើក្រុមរបស់ develop ហើយយើងប្រើទៅលើ command sudo create owner ដែលយើងធ្វើការដាក់ owner ទៅលើក្រុម develop យើងដាក់ develop ហើយជាមួយនឹងcode បន្ថែមគឺ develop s develop process.txt ហើយយើងប្រើទៅលើ add និងដើម្បីយើង apply permission កុំឲ្យគេ access ទៅលើក្រុមនឹងបានបន្ថែមក៏យើងប្រើទៅលើ code 750ជាមួយនឹងឈ្មោះក្រុម develop process.txt យើងបានហើយយើងវាយ password confirm កន្លែងនេះខ្ញុំច្រឡំដកគ្នាកន្លែង develop យើងដាក់ចូលវិញហើយយើង enter កន្លែងនេះមានថាវាបាន success ទៅលើការ allow permission ហ្នឹងហើយដោយទី 9 យើងចាប់ផ្ដើមទៅលើ clarify ទៅលើ developer and UX UI ដែលយើងបង្កើត user ដោយយើងបង្កើត user យើងមួយសិនគឺយើងប្រើ command sudo user add .m.s ហើយយើង slash bin slash bar ហើយជាមួយនឹង name user យើងគឺ ing1 គឺយើង create យើងដាក់ password របស់យើង
user យើងមាន ink មួយហើយគឺយើងចាប់ដាក់ប្រើលើ user ink ដោយយើងប្រើទៅលើ command ដើម្បីឆែក user ដោយប្រើ command sudo cat slash etc slash path wd path wd យើងមាន user ink មួយរួចស្រេចចង់ចូលទៅលើ name ហ្នឹងគឺយើងប្រើ sudo ink មួយដល់យើងដកគ្នាដើម្បី password confirm fail ដោយសារកន្លែងនេះយើង fail ចឹងយើងបង្កើត user ថ្មីមកដើម្បីងាយស្រួលដែលយើងប្រើទៅលើ sudo user add.m.s/bin/bash ហើយនឹង name user យើងគឺយើងដាក់kim 1យើងបានបង្កើត user ហើយយើងចាប់ដាក់ check user ម្ដងទៀតគឺយើងប្រើ sudo kim 1ខ្ញុំភ្លេច create password កាលនេះយើង create password ហើយយើងប្រើ sudo path wd kim 1 new password យើង123ដូច្នេះកន្លែងនេះគឺយើងបានហើយយើងឆែកទៅលើនៅឈ្មោះយើងម្ដងទៀតយើងបានបង្កើត user បានជោគជ័យហើយយើងធ្វើការចូលទៅកាន់ user ដើមរបស់យើងវិញតមកយើងកន្លែងនេះដោយសារខ្ញុំត្រូវការបង្កើតទៅលើ user បន្ថែមមួយទៀតហើយខ្ញុំប្រើទៅលើ command ចាស់ sudo user add.m.s/bin និង /bash ហើយដាក់ kim 2ចូលយើង create password ឲ្យវាដែរគឺយើងប្រើ sudo path wd kim 2 123កន្លែងនេះយើងបានចូលទៅលើហើយយើងឆែកមើលថាវាចូលនៅគឺកន្លែងនេះគឺយើងអូខេក្នុងការបង្កើត user ទី2យើងធ្វើការចេញមកវិញដោយជាបន្ទាប់យើងធ្វើការ clarify ទៅលើ developer និង UI ដែលខាង not access ទៅ develop group ដោយយើងបានបង្កើត user ហើយបន្ទាប់មកយើង group មើលថា user យើងចូលទៅកាន់ user sudo kim 1ចុះយើងបានចូលហើយយើងដាក់ group អញ្ចឹងមានថាវាអត់បានចូលក្នុង group អីទេហើយយើងចេញពីវាមកវិញមកដោយយើងចង់វាដាក់ចូលក្នុង group sudo group របស់ develop យើងប្រើ sudo user mode ហើយដល់ ag នេះគឺ add group តែយើងប្រើ develop មាន s យើង kim 1នេះខុស password ខ្ញុំដាក់ម្ដងទៀតនេះវាបានចូលហើយជាបន្ទាប់យើងចូលទៅកាន់ user kim 1ដើម្បីបញ្ជាក់វាថាវាបានចូលក្នុង group ទៅយើងដាក់ sudo kim 1យើងចូលបានហើយយើងប្រើ group ពេលកន្លែងនេះយើងចូលអត់បានទេគឺយើងប្រើសំហើយគឺ sudo kim 1យើងវាយ password ពេលនេះយើងបានចូលហើយគឺយើងប្រើទៅលើពាក្យ group យើងបានចូលទៅលើ group មានន័យថា kim 1គឺស្ថិតនៅក្នុង list របស់ dev op
ចំណុចបន្ទាប់គឺយើងធ្វើការទៅលើការតេស្តដើម្បីធ្វើការរាយវាយើងប្រើលើ command e show flash ហើយយើងដាក់ hello យើងប្រើសញ្ញានេះយើងប្រើទៅលើ group ដែលយើងចង់រាយ បានចូលទៅធ្វើការរាយហើយបន្ទាប់មកយើងចូលទៅធ្វើការ read ម្ដងគឺយើងប្រើទៅលើ command nano ដោយ process.txt នេះយើងបានធ្វើចូលធ្វើការ read ហើយគឺយើងរាយបាននៅក្នុងនេះយើងអាច read ហើយនឹងរាយបានដោយសារយើងប្រើទៅលើ command echo ជាមួយនឹង nano មុននឹងបន្ទាប់មកយើងចេញវិញចេញមកក្រៅវិញអូខេអញ្ចឹងយើងបន្ទាប់មកយើងទៅតេស្តទៅលើ user ទី2ដោយយើងមិនបាន add ចូល group ដែលយើងធ្វើការចេញពី user ទី1សិនដែលយើង sudo gimpy ហើយ password យើងបានចូលហើយដែលយើងប្រើទៅលើ command echo មុនហ្នឹងគឺ hi slash develop process.txt ហើយយើង enter យើងតេស្តទៅលើ group គឺវានៅក្នុងក្រៅ group តេស្តទៅលើ nano យើងធ្វើការ read បានតោះមកយើងស៊ីចេញវិញនេះការងារទាំងអស់គឺបានបញ្ចប់តាមចំណុចទី9អរគុណច្រើនលោកគ្រូ